បងប្អូនអ្នកគ្នានេះគឺជាវីដេអូដែលលោកប្រធានាធិបតីទើបជាប់ឆ្នោតឬភាសាអង់គ្លេសហៅថា President Elect Donald J Trump បានទៅជួបសម្ដែងការគួរសមជាមួយនឹងលោកប្រធានាធិបតីដែលកំពុងកាន់អំណាច Barack Obama នៅក្រៅពេលដែលគាត់បានជាប់ឆ្នោតជាប្រធានាធិបតីកាលពីចុងឆ្នាំ2016បងប្អូនអាចកត់សម្គាល់ឃើញនៅក្នុងវីដេអូហ្នឹងឯងលោកប្រធានាធិបតី Donald Trump នាពេលនោះគឺសុភាពរាបសារមិនសូវកោងកាចដូចឥឡូវទេហើយគាត់បានបង្ហាញអាការៈរៀងរឹងខ្លួននៅខាងមុខលោកប្រធានាធិបតីដែលកំពុងកាន់អំណាច Barack Obama នឹងឯងបងប្អូនដឹងទេថាគាត់មានអាការៈរឹងខ្លួនបែបហ្នឹងដោយសារអីគេគឺដោយសារតែកាលពីមិនទាន់ជាប់ឆ្នោតលោកប្រធានាធិបតី Donald Trump នឹងហើយដែលកាលហ្នឹងខ្ញុំសូមហៅថាលោក Donald Trump បានយកលោកប្រធានាធិបតី Obama ធ្វើជាឈ្នន់ដើម្បីជន់ចូលនយោបាយគាត់បានបង្កើតពាក្យចាមរាមចេប្រធានាធិបតី Barack Obama ដែលកំពុងកាន់អំណាចហ្នឹងគឺមិនបានកើតនៅក្នុងទឹកដីអាមេរិកនោះទេអញ្ចឹងទៅគាត់ទាមទារឲ្យ Barack Obama ហ្នឹងបង្ហាញសម្បត្តិកំណើតដើម្បីបញ្ជាក់ទីកន្លែងកំណើតរបស់ប្រធានាធិបតី Barack Obama ហ្នឹងគាត់ចាប់ផ្ដើមបង្កើតពាក្យចាមរាមហ្នឹងច្រើនឆ្នាំដែរបងប្អូនតាំងពីអំឡុងដើមឆ្នាំ2008 2009 2010អីហ្នឹងគឺពាក្យចាមរាមចាប់ផ្ដើមសាយភាយនៅទូទាំងសហរដ្ឋអាមេរិកប្រធានាធិបតី Barack Obama នាពេលហ្នឹងគឺអត់ចាប់អារម្មណ៍ជាមួយនឹងលោក Donald Trump ហ្នឹងទេគាត់បានខ្វល់រឿងគេបង្កើតពាក្យចាមរាមថាគាត់នឹងកើតនៅអាមេរិកឬកើតនៅណាគាត់អត់ខ្វល់ទេដោយសារអីគាត់ដឹងថាវាអត់មានរឿងអីចាំបាច់ត្រូវទៅបកស្រាយប៉ុន្តែលោក Donald Trump ម្នេះវិញដោយសារតែបង្កើតពាក្យចាមរាមហ្នឹងមើលទៅដូចប្រជាប្រិយភាពកើនឡើងអ្នកសារព័ត៌មានចាប់ផ្ដើមសួរគាត់ធ្វើសន្និសីទសារព័ត៌មានហើយអ្នកសារព័ត៌មានចាប់ផ្ដើមផ្សាយថាតើ Barack Obama នឹងកើតនៅអាមេរិកមែនអត់ប្រធានាធិបតីរាល់ថ្ងៃហ្នឹងហើយហេតុអីបានជារឿងហ្នឹងគេចាត់ទុកថាជារឿងធំដោយសារអញ្ចេះបងប្អូនអរគ្នាច្បាប់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកគឺគេបានកំណត់ថាអ្នកដែលអាចឈរឈ្មោះឲ្យគេបោះឆ្នោតទៅជាប្រធានាធិបតីបានគឺទាល់តែអ្នកហ្នឹងកើតនៅក្នុងទឹកដីអាមេរិកមានអាយុយ៉ាងតិច35ឆ្នាំហើយរស់នៅលើទឹកដីអាមេរិកហ្នឹងគេហៅថារយៈពេលយ៉ាងហោចណាស់14ឆ្នាំករណីរបស់ប្រធានាធិបតី Barack Obama គាត់មានឪពុកជាជនជាតិកេនយ៉ាម្ដាយគាត់ជនជាតិអាមេរិកស្បែកសអញ្ចឹងហើយ Donald Trump នឹងចាប់យកចំណុចកន្លែងហ្នឹងហើយទាមទារឲ្យ Barack Obama នឹងបង្ហាញណាសបុតកណើតObama នោះទ្រាំបានទេចេញមកនិយាយជាមួយនឹងអ្នកសារព័ត៌មានថាតាមពិតទៅរឿងហ្នឹងគឺជារឿងកប៉ិកកប៉ុកខ្ញុំអត់សូវខ្វល់ទេប៉ុន្តែដោយសារតែយើងមានរឿងច្រើនទៀតដែលត្រូវនិយាយរឿងច្រើនទៀតដែលត្រូវខ្វល់អញ្ចឹងហើយខ្ញុំចង់បំបត្តិពាក្យចាមរាមហ្នឹងគាត់ក៏ឲ្យបង្ហាញសបុតកណើតហ្នឹងទៅ Barack Obama ហ្នឹងកើតនៅក្នុងរដ្ឋ Hawaii Donald Trump ក៏ស្ងាត់ទៅវិញចឹងទៅបងប្អូនអរគ្នាប៉ុន្តែសួរថាលោក Donald Trump នឹងបានប្រយោជន៍ពីការបង្កើតពាក្យចាមរាមនឹងអត់បានដោយសារអីគេបងប្អូនអរគ្នាគាត់បានបង្កើតប្រជាប្រិយភាពគាត់បានធ្វើឲ្យអ្នកសារព័ត៌មានចាប់អារម្មណ៍គាត់ច្រើននេះជំនាន់ហ្នឹង2010 2011 social media មិនទាន់ជាខ្លាំងប្រហែលទេបងប្អូនអរគ្នាអញ្ចឹងគេត្រូវបង្កើតរឿងនិយាយចំទៅបង្កើតការចាប់អារម្មណ៍ដើម្បីឲ្យអ្នកសារព័ត៌មានហ្នឹងផ្ដោតមកលើរូបគាត់ដល់ពេលប្រធានាធិបតីចេញឆ្លើយឆ្លងគ្នាជាមួយគាត់ទៀតអាការចាប់អារម្មណ៍ទៅលើលោក Donald Trump ហ្នឹងគឺកាន់តែខ្លាំងមែនតើបងប្អូនអរគ្នាអញ្ចឹងដោយសារតែគាត់បានប្រជាប្រិយភាពអញ្ចឹងហើយបងប្អូនអរគ្នាគាត់ក៏ចូលជាមួយនឹងគណៈបក្សសាធារណរដ្ឋហើយរហូតដល់ថ្ងៃទី16ខែមិថុនាឆ្នាំ2015គាត់ក៏បានយកអាគារ Trump Tower នៅក្នុងទីក្រុង New York របស់គាត់ហ្នឹងដើម្បីធ្វើសន្និសីទសារព័ត៌មានប្រកាសជាសាធារណៈថាគាត់នឹងចូលឈ្មោះទៅជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ2016គាត់បាននិយាយថាអាមេរិកហ្នឹងគឺកំពុងតែចាញ់ប្រៀបគេរ៉ូស៊ីចាញ់ចិនរ៉ូស៊ីក្រោមកាឡារបស់ជប៉ុនអាមេរិកហ្នឹងគឺអត់ស្មើភាពទេត្រូវបានពិភពលោកជាពិសេសប្រទេសផ្សេងសមាជិក NATO អីហ្នឹងគឺកេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់អាមេរិកហើយលោក Donald Trump ហ្នឹងបានចោទថាអាមេរិកហ្នឹងកំពុងតែមានបញ្ហាអន្តោប្រវេសន៍តាមរយៈព្រំដែនមិចស៊ីកូហ្នឹងចោទជនអន្តោប្រវេសន៍ទាំងអស់ហ្នឹងថាជាអ្នកដែលនាំគ្រឿងញៀនជាអក្រិតជនអ្នកជួញថ្នាំគាត់បានបង្ហាញថាប្រជាជនអាមេរិកសហរដ្ឋអាមេរិកដែលស្ថិតនៅក្រោមការដឹកនាំរបស់គណៈបកប្រជាធិបតេយ្យ Barack Obama ហ្នឹងគឺធ្វើឲ្យអាមេរិកក្លាយទៅជាប្រទេសមួយមហាអំណាចមហាអំណាចទុនខ្សោយត្រូវគេកេងប្រវ័ញ្ចចឹងហើយបានគាត់បង្កើតពាក្យស្លោក Make America Great Again ហ្នឹង And we will make America great again តាមពិតពាក្យស្លោកហ្នឹងមិនមែនបង្កើតដោយគាត់ទេពាក្យស្លោក Make America Great Again ហ្នឹងគឺជាពាក្យស្លោកយកមកពីប្រធានាធិបតី Ronald Reagan That's why I'm running for president Only one man has the proven experience we need Ronald Reagan for president
Let's make America great again. នៅសហរដ្ឋអាមេរិកគឺមានគណៈបកធំៗពីរបងគ្នាដែលអត់ទាន់ដឹងណាគណៈបកប្រជាធិបតេយ្យគឺគណៈបកដែលអូបាម៉ានឹងឯងគណៈបកសាធារណរដ្ឋគឺមាន Donald Trump មានបេក្ខជនប្រធានាធិបតីផ្សេងទៀតជាច្រើនដែលសុទ្ធតែជាអតីតអភិបាលរដ្ឋសុទ្ធតែជាសមាជិកសភាសមាជិកព្រឹទ្ធសភាអញ្ចឹងនៅក្នុងជួរគណៈបករបស់គេហ្នឹងគឺគេធ្វើយុទ្ធនាការនៅក្នុងគណៈបកគេព្យាយាមធ្វើយ៉ាងណាឲ្យអ្នកសារព័ត៌មានចាប់អារម្មណ៍ដើម្បីបង្កើនប្រជាប្រិយភាពគេព្យាយាមដាក់ចេញគោលនយោបាយផ្ទាល់ខ្លួនមកគេដើម្បីប្រកួតប្រជែងនៅក្នុងបកគេសិនព្រោះអីមានបេក្ខជនដែលចង់ចូលឈ្មោះជាបេក្ខជនប្រធានាធិបតីមកពីគណៈបកហ្នឹងរហូតដល់17រូបDonald Trump ចូលដំបងគឺទូចញ៉ែបអត់គេអត់ចាប់អារម្មណ៍ទេបងប្អូនគ្នានៅក្នុងគណៈបកហ្នឹងណាប៉ុន្តែដោយសារវោហារសាស្ត្រដ៏ប៉ិនប្រសប់របស់គាត់លើកកម្ពស់អាស្មារតីជាតិនិយមគិតផលប្រយោជន៍អាមេរិកជាធំគាត់និយាយភាសាងាយស្ដាប់គាត់ចេះប្រើប្រាស់ social media ដើម្បីទាក់ទាញចំណាប់អារម្មណ៍ធ្វើឲ្យប្រជាប្រិយភាពគាត់ចាប់ផ្ដើមកើនឡើងខ្លាំងទៅរហូតដល់សមាជគណៈបកសាធារណរដ្ឋនៅក្នុងអំឡុងឆ្នាំ2016ហ្នឹងបានសម្រេចឲ្យលោក Donald Trump ហ្នឹងចូលឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណៈបកសាធារណរដ្ឋនឹងឯងលោក Donald Trump ហ្នឹងក៏បានជ្រើសរើសបេក្ខជនដែលជាអភិបាលរដ្ឋ Indiana គឺលោក Mike Pence យកមកធ្វើជាបេក្ខជនអនុប្រធានាធិបតីកាន់ដៃគ្នាដើរធ្វើការឃោសនាបោះឆ្នោតឃើញទេបងប្អូនអ្នកគ្នាអានេះគឺជាដំណើរដើមតងតែធ្វើឲ្យបរិះអ្នកចំនួនម្នាក់ហ្នឹងคล้ายទៅជាអ្នកនយោបាយរហូតជ្រែកយកតួនាទីតំណែងចូលឈ្មោះជាបេក្ខជនប្រធានាធិបតីមិនទាន់ដឹងថាជាប់ឬមិនជាប់ទេប៉ុន្តែគាត់អាចវែកប្រឡោះខ្លួនគាត់មកឈានចូលនៅក្នុងនយោបាយយើងចាត់ទុកថាគាត់គឺជាបរិះខ្លាំងមួយរូបនៅក្នុងសង្គមនយោបាយអាមេរិករាល់ថ្ងៃហ្នឹងនៅក្នុងការបោះឆ្នោតឆ្នាំ2016បងប្អូនអ្នកគ្នានៅចាំទេថា Donald Trump គាត់ជួបជាមួយនរណា Donald Trump គឺគាត់ត្រូវប្រកួតប្រជែងជាមួយនឹងបេក្ខនារីដ៏មានឥទ្ធិពលមកពីគណៈបកប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton ហ្នឹងជានរណាគេ Hillary Clinton គឺជាប្រពន្ធរបស់អតីតប្រធានាធិបតី Bill Clinton Hillary Clinton ហ្នឹងក៏ជាអតីតរដ្ឋមន្ត្រីការបរទេសរបស់លោកប្រធានាធិបតី Barack Obama កាលពីអាណត្តិទី1ឆ្នាំ2009ដល់ឆ្នាំ2013ហ្នឹងផងដែរនិយាយទៅថាHillary Clinton គឺជាស្ត្រីដ៏មានឥទ្ធិពលនៅក្នុងសង្គមនយោបាយសហរដ្ឋអាមេរិកតាំងពីយូរឆ្នាំហើយបាទនរណាគេក៏ស្គាល់គាត់ដែរ Hillary Clinton ដោយសារតែគាត់ធ្លាប់ជា First Lady ប្រពន្ធរបស់ Bill Clinton តាំងតែពីជំនាន់ឆ្នាំ90ជាងមករហូតក្តីរំពឹងគេថាអាមេរិកអាចបំបែកប្រវត្តិសាស្ត្រមានប្រធានាធិបតីជាស្ត្រីដំបូងគេហើយបើសិនជា Hillary Clinton នឹងឈ្នះណែគេសង្ឃឹមដល់ម្លឹងបងប្អូនអរគ្នាយើងនិយាយពីលោក Donald Trump វិញ Donald Trumpហុំព័ទ្ធតារារឿងអាស្រូវបដ ாய் គ្រាន់តែចាប់ផ្ដើមឈោឈ្មោះជាបេក្ខជនប្រធានាធិបតីភ្លាមគឺគេចាប់ផ្ដើមសាររើរឿងចំណុចខ្សោយរបស់គាត់តាំងប្រមាណយកមកវាយប្រហារគាត់គេចាប់ផ្ដើមសាររើរឿងគាត់អត់បង់ពន្ធរឿងគាត់មានក្តីក្តាមរកស៊ីចំនួនរបស់គាត់អត់ស្មោះត្រង់មានប្រពន្ធច្រើនគាត់មានស្រីញីហើយជាពិសេសនោះធ្លាប់មានតំណែងស្នេហាជាមួយនឹងតារាកុនរឿងអាហាភាសទៀតកាលពីអំឡុងឆ្នាំ2006កាលហ្នឹងគឺគាត់មានប្រពន្ធហើយគឺគាត់មាន Melania Trump ហើយអញ្ចឹងគាត់ធ្លាប់មានរឿងក្តីក្តាមផ្លូវភេទហើយគាត់បានឲ្យមេធាវីរបស់គាត់ហ្នឹងយកលុយប្រហែលជា$130,000ដើម្បីយកទៅសោកប៉ាន់តារាកុនអាហាភាសហ្នឹងដើម្បីកុំឲ្យនិយាយពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវរបស់គាត់អីហ្នឹងទៅប៉ុន្តែក្រោយមកនៅតែបែកធ្លាយតារាកុនហ្នឹងគឺប្តឹងគាត់ចុះឡើងធ្វើឲ្យប្រជាប្រិយភាពរបស់ Donald Trump ហ្នឹងគឺគេចោទគាត់ទៅថាជាមនុស្សស្រីញីអីមិនថ្លៃថ្នូរអីចឹងណាបងប្អូនហើយវាខុសច្បាប់បោះឆ្នោតរបស់គេទៀតសូម្បីតែលុយនៃការរៃអង្គាសធ្វើយុទ្ធនាការឃោសនាបោះឆ្នោតហ្នឹងក៏បានលុយតិចជាង Hillary Clinton ដែរ Donald Trump រៃអង្គាសបានខ្ទង់$300 លានជាងឯខណៈ Hillary Clinton គឺរៃអង្គាសបានខ្ទង់$500 លានជាងបងប្អូនបើនិយាយទៅខុសគ្នាសឹងពីរដងកំពុងតែចាញ់លុយគេផងកំពុងតែចាញ់ប្រជាប្រិយភាពផងស្រាប់តែមុនមួយខែជិតដល់បោះឆ្នោតDonald Trump បែកធ្លាយវីដេអូនេះបងប្អូនអរគ្នាវីដេអូហ្នឹងគឺគាត់នៅក្នុងឡានក្រុងកម្មវិធីទូរទស្សន៍ហ្នឹងគឺគេបានពាក់ម៉ៃគាត់ហើយគាត់និយាយគ្នាលេងជាមួយនឹងពិធីករកម្មវិធីហ្នឹងឈ្មោះថា Billy Bush គាត់និយាយគ្នាលេងរបៀបប្រៗណានិយាយថាគាត់ជួបនារីដែលត្រូវមកជួបថ្ងៃថត show របស់គាត់ហ្នឹងហើយគាត់ធ្លាប់ចាប់ចិត្តស្រឡាញ់ធ្លាប់ស្រ័យតាក់ទងធ្លាប់ចង់បៀតបៀនផ្លូវភេទចាប់អោបចាប់ថើបលូកប្រដាប់អីចឹងណាបងប្អូនអរគ្នាហើយគាត់និយាយថាពេលដែលយើងល្បីគឺយើងអាចថើបនា
នារីអីបានគ្រប់គ្នាគាត់និយាយលេងអីចង់មួយប្រៗគ្នាគាត់ហ្នឹងអីចឹងតែអាវីដេអូហ្នឹងក៏បែកធ្លាយសារព័ត៌មានយកមកផ្សព្វផ្សាយគេក៏បានចោទ Donald Trump នឹងទៀតថាជាមនុស្សប្រុសដែលបៀតបៀនផ្លូវភេទគេខ្មាស់មនុស្សស្រីហើយវីដេអូហ្នឹងថតតាំងពីឆ្នាំ2005មកបាទអញ្ចឹង2005 2006ហ្នឹង Donald Trump ហ្នឹងគឺរឿងស្រីញីច្រើនមែនតើបងប្អូនអ្នកគ្នាហើយដល់ពេលចិត្តបោះឆ្នោតគេតែងតែគាស់រំលើងអារឿងអាស្រូវទាំងអស់ហ្នឹងយកមកផ្សព្វផ្សាយអញ្ចឹងទៅ Hillary Clinton ឯណោះវិញក៏មានរឿងអាស្រូវដែរបែកធ្លាយ email ថាគាត់នឹងប្រើប្រាស់ email ផ្ទាល់ខ្លួនដើម្បីតំណែងការងារពេលគាត់នៅរដ្ឋមន្ត្រីការបរទេសអីចឹងទៅតែរឿងរបស់ Hillary ហ្នឹងវាតូចមែនតើបើប្រៀបជាមួយនឹងរឿងរបស់ Donald Trump ប៉ុន្តែវាជារឿងមួយយ៉ាងនៅក្នុងសង្គមអាមេរិករដ្ឋបេក្ខជនប្រធានាធិបតីហ្នឹងមានរឿងអាស្រូវមិនក៏ដោយប្រជាជនអាមេរិកហាក់ដូចជាមិនសូវខ្វល់រឿងផ្ទាល់ខ្លួននឹងប្រមាណទេគេខ្វល់រឿងថាតើបេក្ខជនប្រធានាធិបតីហ្នឹងមានគោលនយោបាយល្អអីគេខ្លះ Donald Trump គាត់ច្បាស់គាត់និយាយច្បាស់ភាសាងាយស្ដាប់សារនយោបាយរបស់ Hillary គឺចាញ់ Donald Trump កន្លែងហ្នឹង Donald Trump គឺគាត់ប្រើប្រាស់ social media គាត់មានគោលនយោបាយគាត់និយាយថាគាត់នឹងមានការផ្លាស់ប្ដូរអីខ្លះហ្នឹងទៅធ្វើឲ្យប្រជាជនអាមេរិកហ្នឹងគឺចាប់អារម្មណ៍គាត់ខ្លាំងមែនតើអញ្ចឹងការឃោសនារឿងរ៉ាវភ្ជុះភ្លៀងរបស់បេក្ខជនបេក្ខនារីទាំងពីរហ្នឹងក៏បានកន្លងផុតទៅថ្ងៃបោះឆ្នោតក៏មកដល់នៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2016ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅណាគេក៏សង្ឃឹមថា Hillary Clinton ដឹងតែឈ្នះហើយប៉ុន្តែជាលទ្ធផលគឺបាក់ចកេះទាំងអស់គ្នាសូម្បីតែ Donald Trump ខ្លួនឯងក៏គាត់បាក់ចកេះដែរគាត់មិននឹកស្មានថាគាត់អាចទទួលបានភាពជោគជ័យខណៈដែល Hillary Clinton ទទួលបានសម្លេងឆ្នោតច្រើនជាង Donald Trump ប៉ុន្តែប្រព័ន្ធបោះឆ្នោតនៅអាមេរិកគេហៅថាអង្គបោះឆ្នោតទៅតាមរដ្ឋនីមួយៗគឺគេរាប់ចំនួនអង្គបោះឆ្នោតនៅតាមរដ្ឋធំរដ្ឋតូចរដ្ឋធំដែលមានអង្គបោះឆ្នោតច្រើនហ្នឹងសុទ្ធតែបោះឆ្នោតឲ្យគាត់សម្លេងឆ្នោតរបស់ Hillary Clinton គឺបានច្រើនជាង Donald Trump ប៉ុន្តែលទ្ធផលឈ្នះឆ្នោតគឺ Donald Trump គឺជាអ្នកឈ្នះដោយសារតែគាត់ទទួលបានអង្គបោះឆ្នោតដែលតំណាងប្រជាជនតំណាងរដ្ឋរបស់គេហ្នឹងឧទាហរណ៍គណៈបក្សសាធារណរដ្ឋទទួលបានប្រមាណអង្គបោះឆ្នោតនៅរដ្ឋ Texas ហ្នឹងទៅអញ្ចឹងគេយកមកទាំងអស់ហ្នឹងទៅរដ្ឋធំហ្នឹងគឺមានអង្គបោះឆ្នោតច្រើនអង្គបោះឆ្នោតទាំងអស់ហ្នឹងហើយដែលត្រូវមកបោះឆ្នោតជ្រើសរើសប្រធានាធិបតីអញ្ចឹង Donald Trump ទទួលបានអង្គបោះឆ្នោត304នាក់ហើយគណៈដែលលោកស្រី Hillary Clinton ទទួលបានអង្គបោះឆ្នោត227នាក់គេត្រូវការតែ270នាក់ឯងដើម្បីឈ្នះឆ្នោតអញ្ចឹងហើយ Donald Trump ក៏បានឈ្នះជាប្រធានាធិបតីក្លាយទៅជាប្រធានាធិបតីទី45របស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2016អញ្ចឹងមកដល់ត្រង់ហ្នឹងបងប្អូនប្រកាសជាសួរថាតើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យ Donald Trump ហ្នឹងអាចយកឈ្នះលោកស្រី Hillary Clinton ដែលជាអ្នកនយោបាយចាស់ភាសាមួយរបស់សហរដ្ឋអាមេរិកបងប្អូនអ្នកគ្នាគេបានសរសេរអញ្ចឹងលោក Donald Trump គឺជាអ្នកនយោបាយមួយដែលមាត់ឆៅគាត់ប្រើប្រាស់ពាក្យពេចន៍ងាយសាមញ្ញងាយយល់ស្ទាក់ចិត្តប្រជាពលរដ្ឋស្បែកសរបស់សហរដ្ឋអាមេរិកជាពិសេសគឺពាក្យស្លោក Make America Great Again ហ្នឹងបានធ្វើឲ្យលោកក្លាយទៅជាអ្នកនយោបាយដែលដាច់ដោយឡែកពីអ្នកនយោបាយដទៃឃើញទេគឺគេមានពាក្យស្លោកនយោបាយរបស់គេខ្លីខ្លឹមលោក Donald Trump ធ្វើឲ្យប្រជាជនអាមេរិកចាប់អារម្មណ៍ថាមេដឹកនាំមុនរបស់អាមេរិកហ្នឹងគឺធ្វើអត់សូវបានល្អទេអត់សូវតម្កល់ផលប្រយោជន៍អាមេរិកជាធំទេតើតា Donald Trump ទើបតម្កល់ផលប្រយោជន៍អាមេរិកជាធំលោក Donald Trump ហ្នឹងបានចោទមេដឹកនាំអាមេរិកមុនថាចំណាយលុយវ៉ាល់លានដុល្លារដើម្បីទៅជួយប្រទេសដទៃដើម្បីទៅផ្ដល់ជំនួយអាវុធនេះអាវុធនោះទៅជួយអ្នកនេះជួយអ្នកនោះតាមទីភ្នាក់ងារនេះភ្នាក់ងារនោះខ្វល់ពីគេច្រើនជាងខ្វល់ពីប្រជាជនខ្លួនឯងកន្លែងហ្នឹងចំណុចមួយដែលធ្វើឲ្យប្រជាជនអាមេរិកគេចាក់ចំបេះដូងបងប្អូនអ្នកគ្នាបាទគេបាននិយាយទៀតថាភាពល្បីល្បាញរបស់ Donald Trump ទាំងរឿងអាស្រូវនិងទាំងរឿងល្អបានធ្វើឲ្យគាត់คล้ายទៅជាគេហៅថាចំណុចចាប់អារម្មណ៍នៃអ្នកសារព័ត៌មានអញ្ចឹងគ្រប់សកម្មភាពរបស់គាត់គឺត្រូវបានអ្នកសារព័ត៌មានដេញតាមហើយផ្សាយចាអាការដែលគាត់ល្បីល្បាញហ្នឹងធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើននៅតាមរដ្ឋផ្សេងៗស្គាល់គាត់កាន់តែច្រើនហើយចាប់អារម្មណ៍ទៅលើគាត់តាមដាននៅអ្វីដែលគាត់និយាយអញ្ចឹងសារនយោបាយរបស់គាត់ជ្រាបចូលទៅតាមភាពល្បីល្បាញហ្នឹងឯងអញ្ចឹងហើយគាត់អត់ចាំបាច់ចំណាយលុយច្រើនដើម្បីយកទៅផ្សាយព័ត៌មាននេះអ្នកព័ត៌មានគឺមកផ្សាយពីគាត់ហ្មងអានឹងហើយជាអត្ថប្រយោជន៍នៃការបង្កើតការចាប់អារម្មណ៍ទៅលើមជ្ឈដ្ឋានសាធារណជននឹងឯងលោក Donald Trump គឺជាបេក្ខជនប្រធានាធិបតីដែលប្រើប្រាស់ social media ខ្លាំងទាំងសង្គមបណ្ដាញសង្គម X និងជំនាន់ហ្នឹងគេហៅ Twitter ហើយនិង Facebook គឺគាត់ post status ខ្លីៗធ្វើឲ្យអ្នកតាមដានរបស់គាត់ហ្នឹងគឺចូលចិត្តអានចូលចិត្តមើលអញ្ចឹងហើយទើបធ្វើឲ្យរដ្ឋមួយចំនួនដែលធ្លាប់តែបោះឆ្នោតឲ្យគណៈបកប្រជាធិបតេយ្យបែរជាមកបោះឆ្នោតឲ្យគណៈបកសាធារណរដ្ឋវិញបុគ្គលដែលមិនធ្លាប់មានបទពិសោធន៍នយោបាយសោះប៉ុន្តែអាចលោតចូលឆាកនយោបាយហើយคล้ายទៅជាប្រធានាធិបតីដ៏មានអំណាចបំផុតនៅលើពិភពលោកលោក Donald Trump ត្រូវបានគេចោទនិងព្រួយបារម្ភថាជាមេដឹកនាំមួយដែលរើសអើងពូជសាសន៍ពណ៌សម្បុរជាប្រធានាធិបតីដែលមានចរិតអាត្មានិយមអាចនាំឲ្យអាមេរិកអាប់អោនកិត្តិយសអាប់អោនកាត់ឆ្កានុភាពនៅលើឆាកអន្តរជាតិចឹងសួរថាតើ
អាណត្តិទី1របស់លោក Donald Trump ហ្នឹងអាមេរិកបានធ្វើអីខ្លះនៅវីដេអូក្រោយខ្ញុំនឹងលម្អិតជូនបងប្អូនអរគ្នា